សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបនៅក្នុងការបង្កើតទៅលើ category អញ្ចឹងតើតើជាមួយនឹងការបង្កើតទៅលើ category យើងអាចចូលមកកន្លែងនេះគឺនៅក្នុង inventory ហើយយើងចូលមក category អញ្ចឹងនៅក្នុងនេះគឺមកនៃ category ទាំងអស់របស់យើងគឺជាការគ្រប់គ្រងទាំងអស់ category របស់យើងដែលមាននៅក្នុងហ្នឹងនៅក្នុង system គឺមាននៅកន្លែងហ្នឹងទាំងអស់អញ្ចឹងតើតើជាមួយនឹងការបង្កើតថ្មីគឺយើងអាចចុចមកកន្លែងនេះគឺ add root category អញ្ចឹងនៅក្នុងហ្នឹងវាមានខាងលើនេះតើតើជាមួយនឹង parent category បើសិនជាមានជា parent category យើងដាក់មកតែបើអត់ទេយើងបង្កើតវាជា parent តែម្ដងអញ្ចឹងយើងបង្កើតមកអញ្ចឹង category ហ្នឹងជាអីជាប្រភេទ string អីតាមជាក់ស្ដែងយើងដាក់អញ្ចឹងមកហើយកន្លែងខាងក្រោមនេះតើតើជាមួយនឹង description របស់ category ហ្នឹងតែបើមានដាក់មកបើអត់ទេក៏មិនបញ្ហាអីដែរព្រោះ system ក៏អត់ require ដែរអញ្ចឹងតើតើមួយខាងក្រោមនេះតើតើជាមួយនឹងពណ៌ទៅលើ category ហ្នឹងយើងអាច set ឲ្យវា show ជា color ណាមួយក៏បានដែរនៅកន្លែងហ្នឹងហើយខាងក្រោមនេះតើតើជាមួយនឹងរូបភាពអញ្ចឹងតើតើមួយរូបភាពយើងអាច upload ជា file រូបភាពចូលទៅក្នុងហ្នឹងបានដើម្បីឲ្យវា show នៅលើ category ហ្នឹងតែម្ដងយើងអាច upload ជារូបភាពអីក៏បានដែរយើងដាក់កន្លែងហ្នឹងមកយើងដាក់មកគឺយើងដាក់ប៉ុណ្ណឹងហើយខាងក្រោមនេះតើតើជាមួយនឹងពេលដែលយើងបំពេញទៅយើងអាចសរសេរជា text នៅកន្លែងហ្នឹងពេលដែលយើងចូលទៅក្នុង category មួយហ្នឹង select item នៅក្នុង category មួយហ្នឹងវានឹង load ជាសារ pop up នៅពេលដែលយើងលក់អញ្ចឹងណាអញ្ចឹងយើងអាចទៅ text នៅកន្លែងហ្នឹងបានអញ្ចឹងបន្ទាប់ពីយើងបង្កើតរួចរាល់យើងគ្រាន់តែបំពេញព័ត៌មានទាំងអស់ចូលទៅក្នុងហ្នឹងហើយយើងអាចចុច save បានអញ្ចឹងយើងនឹងទទួលបាន category ថ្មីមួយគឺឈ្មោះថា string អញ្ចឹងតើតើជាមួយនឹងការចូលទៅកែព័ត៌មានអីផ្សេងៗយើងអាចចូលទៅ edit នៅក្នុងហ្នឹងបានអញ្ចឹងយើងអាចកែជាឈ្មោះឬក៏អីយើងអាចចូលមកចុចមកកន្លែង edit នេះមកគឺអូខេហើយអញ្ចឹងដល់ពេលដែលយើងចង់លុបវិញគឺមានពាក្យកន្លែង delete នេះគឺអាចលុបបានដូចគ្នាហ្នឹងហើយតើតើជាមួយនឹងការបង្កើត category សូមបញ្ចប់តែប៉ុណ្្នឹងសូមអរគុណ